យកខ្ញុំទាំងពីរសូមគោរពជម្រាបសួរសម្ដេចទ្រង់អាដាមលោកជំទាវលោកស្រីនាងកញ្ញាទស្សនិកជនជាទីមេត្រីស្វាគមន៍មកកាន់កម្មវិធីព័ត៌មានប្រចាំសប្តាហ៍នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាដែលនឹងធ្វើការរាយការណ៍ដោយនាងខ្ញុំជាសានរ៉ូសាខ្ញុំបាទសុគន្ធដាវិនដែលជម្រាបជូនលោកអ្នកនាងអំពីព្រឹត្តិការណ៍សំខាន់ៗនិងប្រេសកម្មភាពរបស់សម្ដេចជាអង្គម្ចាស់និងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាដែលព័ត៌មានដំបូងតាក់ទងទៅនឹងសម្ដេចព្រះអភិសិរិយសកុន្ធាមហាសង្ឃរាជជាធិបតីគតិឧទេសសម្ដេចប៊ូគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាជាសម្ដេចព្រះរាជគ្រូព្រះករុណាព្រះបាទនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានិងជាព្រះប្រធានប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូប៊ូគ្រីព្រះករុណាព្រះមហាក្សត្រសីហមុនីយាងជាព្រះអធិបតីភាពដឹកពងខ្ពស់ក្នុងពិធីដាក់សម្ពោធដោយប្រើប្រាស់ជាផ្លូវការនៅអគារសិក្សាថ្មីមួយខ្នងចំនួន5បន្ទប់និងសមិទ្ធផលនានានៅសាលាបឋមសិក្សាបង្ហើរខ្លែងនៅព្រឹកថ្ងៃទី8ខែមីនាឆ្នាំ2026សម្ដេចព្រះមហាសង្ឃរាជប៊ូគ្រីបានយាងជាព្រះអធិបតីភាពដឹកខ្ពង់ខ្ពស់ក្នុងពិធីដាក់សម្ពោធដោយប្រើប្រាស់ជាផ្លូវការនៅអគារសិក្សាថ្មីមួយខ្នងមានចំនួន5បន្ទប់និងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាបង្ហើរខ្លែងស្ថិតនៅភូមិបង្ហើរខ្លែងឃុំតាពាំងព្រីងស្រុកដំបែខេត្តត្បូងឃ្មុំពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមងួនស្ដេចភក្តីរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងព្រីងតំណាងដល់ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតចៃបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាឯកឧត្តមគុណរដ្ឋមនីអភិបាលរងខេត្តតំណាងដល់ខ្ពង់ខ្ពស់របស់ឯកឧត្តមប៉ែនកុសលអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំព្រមទាំងវត្តមានរបស់ព្រះមន្ត្រីសង្ឃឯកឧត្តមលោកជំទាវលោកអង្ញាសប្បុរសជនថ្នាក់ដឹកនាំមន្ត្រីរាជការអាជ្ញាធរមូលដ្ឋានលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សយ៉ាងច្រើនកកក្នុងឱកាសនោះលោកសុកសរិទ្ធអភិបាលនៃគណៈអភិបាលស្រុកដំបែបានឡើងថ្លែងអំពីរបាយការណ៍ស្ដីពីវឌ្ឍនភាពនានារបស់ស្រុកដំបែក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានិងថ្លែងអំណរគុណចំពោះការចូលរួមបរិច្ចាគសាងសង់អគារសិក្សាថ្មីក្រោមជំនួយគាំទ្រពីឯកឧត្តមងួនស្ដេចភក្តីនិងក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានដែលបានគៀងគរជំនួយពីសប្បុរសជនរហូតសម្រេចបាននូវសមិទ្ធផលអគារសិក្សាថ្មីមួយខ្នងបន្ថែមទៀតដែលចំណាយថវិកាប្រមាណ$94,550អាមេរិកសម្រាប់បម្រើជាប្រយោជន៍ដល់ការអប់រំសិស្សានុសិស្សនៅសាលាបឋមសិក្សាបង្ហើរខ្លែងបន្ថែមពីនេះឯកឧត្តមគុណរដ្ឋមនីអភិបាលរងខេត្តត្បូងឃ្មុំបានថ្លែងនៅការកោតសរសើរដោយស្មោះចំពោះការខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំត្រពាំងព្រីងដែលបានអនុវត្តភារកិច្ចរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវនិងការបដិញ្ញាចិត្តខ្ពស់ក្នុងការបម្រើប្រជាពលរដ្ឋឯកឧត្តមបានគូបញ្ជាក់ថាការចូលរួមចំណែករបស់ក្រុមការងារនេះបានជួយជំរុញឲ្យមានការអភិវឌ្ឍជាបន្តបន្ទាប់លើវិស័យនានាជាពិសេសវិស័យអប់រំដែលជាវិស័យអាទិភាពមួយក្នុងការកសាងមូលធនមនុស្សប្រកបដោយគុណភាពក្នុងឱកាសដ៏វិសេសវិសាលនៃពិធីដាក់សម្ពោធដោយប្រើប្រាស់ជាផ្លូវការនេះសម្ដេចព្រះមហាសង្ឃរាជប៊ូគ្រីទ្រង់មានព្រះបន្ទូលប្រកបដោយព្រះរាជហឫទ័យបិទសមនស្សថាការកសាងសាលារៀនគឺជាការវិនិយោគដែលផ្ដល់ផលចំណេញខ្ពស់បំផុតសម្រាប់សង្គមជាតិព្រោះទីនេះជាចំណុចចាប់ផ្ដើមនៃការបណ្ដុះបណ្ដាលកុមារាកុមារីឲ្យក្លាយជាគ្រាប់ពូជដ៏មានគុណភាពនិងជាសសរទ្រូងដ៏រឹងមាំដែលនឹងត្រូវបន្តវេនការពារអភិវឌ្ឍជាតិមាតុភូមិឲ្យកាន់តែត្រចះត្រចង់ប្រកបដោយភាពទំនួលខុសត្រូវស្វាហាប់ពោពេញដោយធម៌ពលនិងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់សម្ដេចជាអង្គម្ចាស់បានមានព្រះបន្ទូលបន្តទៀតថាសមិទ្ធផលអគារសិក្សាថ្មីនេះគឺជាផ្លែផ្កាដែលកើតចេញពីការខិតខំប្រឹងប្រែងនិងសហការរបស់មន្ត្រីថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិស្របតាមមាគ៌ាដឹកនាំដ៏ឆ្លៀសវៃនិងមុតស្រួចនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងជាប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាមួយគ្នានេះសម្ដេចព្រះមហាសង្ឃរាជបានប្រោសប្រទានគ្រឿងឥស្សរិយយសជូនដល់ឯកឧត្តមលោកជំទាវលោកអង្ញាថ្នាក់ដឹកនាំលោកស្រីសប្បុរសជនលោកគ្រូអ្នកគ្រូដែលបានចូលរួមចំណែកក្នុងការកសាងនិងគាំទ្រអភិវឌ្ឍវិស័យអប់រំបន្ថែមពីនេះសម្ដេចជាអង្គម្ចាស់ទ្រង់ក៏បានប្រោសប្រទានព្រះរាជអំណោយដល់សិស្សានុសិស្សរួមមានសៀវភៅចំនួន1336ក្បាលបន្ទាត់1336ដើមប៊ិច1336ដើមនិងថវិកាម្នាក់2000រៀលចំពោះប្រជាពលរដ្ឋទទួលបានសារ៉ុងមួយនិងថវិកា5000រៀលដោយឡែកកងកម្លាំង47នាក់និងប្រជាការពារ18នាក់ម្នាក់ទទួលបានថវិកា20000រៀលនិងលោកគ្រូអ្នកគ្រូ27នាក់ម្នាក់ទទួលបានថវិកា50000រៀលដែលសរុបជាថវិកាប្រមាណ11លានរៀលនិងថវិកាដែលទទួលបានពីសប្បុរសជនដែលមានសទ្ធាជ្រះថ្លាចូលរួមសាងសង់សាលាឆាន់ក្នុងវត្តត្រពាំងព្រីងចំនួន$15000អាមេរិកផងដែរសម្ដេចព្រះមហាសង្ឃរាជប៊ូគ្រីព្រះបរមរាជានុញ្ញាតព្រះសង្ឃអូតានីកូកែនមកពីប្រទេសជប៉ុនចូលក្រាបបង្គំគាល់និងសម្ដែងការគួរសម
ថ្ងៃប្រហ័សទី5ខែមីនាឆ្នាំ2026សម្ដេចព្រះអភិសិរិសុគន្ធាមហាសង្ឃរាជាធិបតីគតិឧទេសបណ្ឌិតប៊ូគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជាជាព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបានព្រះបរមរាជានុញ្ញាតឲ្យព្រះសង្ឃអូតានីកូកែនប្រធាននៃនិកាយជូដូស៊ីនស៊ូពីទីក្រុងតូក្យូប្រទេសជប៉ុនព្រមទាំងសមាជិកគណៈប្រតិភូចូលក្រាបបង្គំគាល់ដើម្បីសម្ដែងការគួរសមនិងពិភាក្សាការងារពាក់ព័ន្ធនឹងវិស័យព្រះពុទ្ធសាសនានិងការអប់រំនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាក្នុងឱកាសជួបសំណេះសំណាលនេះសម្ដេចជាអម្ចាស់ទ្រង់បានសម្ដែងនៅព្រះអំណរគុណនិងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះព្រះអង្គអូតានីកូកែននិងគណៈប្រតិភូដែលបាននិមន្តអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជាដើម្បីពង្រឹងទំនាក់ទំនងនិងកិច្ចសហការរវាងព្រះពុទ្ធសាសនានៃប្រទេសទាំងពីរសម្ដេចទ្រង់បានមានព្រះបន្ទូលបន្ថែមថាព្រះពុទ្ធសាសនាជាសាសនាដែលមានតួនាទីសំខាន់នៅក្នុងការអប់រំចិត្តនិងបណ្ដុះបណ្ដាលធនធានមនុស្សដោយផ្អែកទៅលើគុណធម៌សិលធម៌និងបញ្ញាពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាតែងតែយកចិត្តទុកដាក់ទៅលើការពង្រឹងគុណភាពអប់រំនិងការបង្កើនកិច្ចសហការជាមួយស្ថាប័នអប់រំនានាទាំងក្នុងនិងក្រៅប្រទេសដើម្បីលើកកម្ពស់វិស័យពុទ្ធិកសិក្សានិងរួមចំណែករក្សានិងផ្សព្វផ្សាយព្រះពុទ្ធសាសនាឲ្យបានគង់វង្សយូរអង្វែងជាមួយគ្នានេះព្រះអង្គអូតានីកូកែនបានមានសង្ឃដីកាដោយការគោរពកោតសរសើរចំពោះការរីកចម្រើននៃវិស័យពុទ្ធិកសិក្សានៅកម្ពុជាជាពិសេសទូនាទីរបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាក្នុងការបណ្ដុះបណ្ដាលសាមណនិស្សិតឲ្យក្លាយជាធនធានមនុស្សប្រកបដោយសិលធម៌ចំណេះដឹងនិងសមត្ថភាពដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិព្រះអង្គក៏បានបង្ហាញពីចេតនាចង់ពង្រឹងកិច្ចសហការជាមួយស្ថាប័នពុទ្ធិកសិក្សានៅកម្ពុជាតាមរយៈការផ្លាស់ប្ដូរបទពិសោធន៍ការសិក្សាស្រាវជ្រាវនិងសកម្មភាពអប់រំផ្សេងៗក្នុងកិច្ចពិភាក្សានោះគឺបានផ្ដោតសំខាន់ទៅលើការលើកកម្ពស់កិច្ចសហការផ្នែកព្រះពុទ្ធសាសនាវប្បធម៌និងការអប់រំជាពិសេសការបង្កើនការផ្លាស់ប្ដូរការសិក្សាស្រាវជ្រាវរវាងស្ថាប័នពុទ្ធិកសិក្សានៃប្រទេសកម្ពុជានិងប្រទេសជប៉ុនការជួបពិភាក្សានេះត្រូវបានចាត់ទុកថាជាជំហានមួយដ៏សំខាន់នៅក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនានិងការអប់រំឲ្យកាន់តែរីកចម្រើនជំនុំនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសគោរពរាប់អានយ៉ាងស្និទ្ធស្នាលនិងពោរពេញទៅដោយការយោគយល់គ្នាដែលបង្ហាញពីភាពជាដៃគូល្អរវាងស្ថាប័នព្រះពុទ្ធសាសនានៃប្រទេសទាំងពីរនិងបើកឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍវិស័យអប់រំនិងព្រះពុទ្ធសាសនាក្នុងពេលអនាគតឯកឧត្តមងួនស្ដេចភក្តីចុះត្រួតពិនិត្យការបំពាក់អំពូលសូឡាក្នុងគោលដៅបន្តបេសកកម្មអភិវឌ្ឍឃុំត្រពាំងព្រីងឯកឧត្តមងួនស្ដេចភក្តីប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំត្រពាំងព្រីងបានដឹកនាំក្រុមការងារនិងមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យអំពីវឌ្ឍនភាពការងារការបំពាក់អំពូលសូឡាចំនួន100ផ្ទាំងពីផ្លូវជាតិលេខ71រហូតដល់សាលាឃុំត្រពាំងព្រីងដែលមានប្រវែង5គីឡូម៉ែត្រស្ថិតនៅក្នុងឃុំត្រពាំងព្រីងស្រុកដំបែខេត្តត្បូងឃ្មុំក្នុងការចុះត្រួតពិនិត្យនេះឯកឧត្តមងួនស្ដេចភក្តីបានថ្លែងថាការបំពាក់អំពូលសូឡានៅតាមបណ្ដោយផ្លូវគឺជាការចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍភូមិឃុំដើម្បីធានាបាននូវសុវត្ថិភាពជាពិសេសបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរពេលយប់កាត់បន្ថយការចំណាយរបស់បងប្អូនប្រជាពលរដ្ឋនិងលម្អភូមិឃុំនៅពេលរាត្រីឯកឧត្តមបានណែនាំក្រុមការងារជំនាញបន្តអនុវត្តការងារបំពាក់អំពូលសូឡាឲ្យបានត្រឹមត្រូវទៅតាមបច្ចេកទេសដើម្បីធានាបាននូវគុណភាពប្រសិទ្ធភាពនិងសុវត្ថិភាពក្នុងការប្រើប្រាស់រយៈពេលវែងព្រមទាំងជំរុញឲ្យការងារទាំងនេះសម្រេចបានតាមផែនការដែលបានកំណត់សូមជម្រាបជូនផងដែរថាចំពោះការបំពាក់អំពូលសូឡានេះគឺជាផែនការអភិវឌ្ឍថ្មីរបស់ឃុំត្រពាំងព្រីងដោយកន្លងមកក្រោមការដឹកនាំរបស់ឯកឧត្តមប្រធានក្រុមការងារចោះជួយមូលដ្ឋានឃុំត្រពាំងព្រីងនិងឯកឧត្តមលោកជំទាវអនុប្រធានសមាជិកសមាជិកាក្រុមការងារបានខិតខំប្រឹងប្រែងចូលរួមអភិវឌ្ឍភូមិឃុំរហូតបានសម្រេចនៅសមិទ្ធផលដូចជាការបង្កើតនៅសាលាមត្តេយ្យសហគមន៍ភូមិត្រពាំងព្រីងនិងភូមិបង្ហាខ្លែងការចុះត្រួតពិនិត្យមន្ទីរពេទ្យបង្អែកស្រុកមណ្ឌលសុខភាពដំបែមណ្ឌលសុខភាពត្រពាំងព្រីងនិងមណ្ឌលសុខភាពបង្ហាខ្លែងនិងការដឹកនាំដាំដើមកង្កោកប្រមាណជាង 1000 ដើមនៅបណ្ដោយផ្លូវបេតុងក្នុងឃុំរួមទាំងសមិទ្ធផលនានាជាច្រើនទៀតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជារៀបចំបទកថាស្ដីពីការចែករំលែកវិធីសាស្ត្រនិងបទពិសោធន៍ការនិយាយជាសាធារណៈថ្ងៃសុក្រទី6ខែមីនាឆ្នាំ2026ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបានរៀបចំបទកថាស្ដីពីការចែករំលែកវិធីសាស្ត្រនិងបទពិសោធន៍និយាយជាសាធារណៈក្រោមអធិបតីភាពឯកឧត្តមងួនស្ដេចភក្តីទីប្រឹក្សាផ្ទាល់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជារដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាវាគ្មិនកិត្តិយសឯកឧត្តមប៉ែនវិបុលរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនានឹងមានការចូលរួមពីគណៈគ្រប់គ្រងព្រះមន្ត្រីសង្ឃមន្ត្រីរាជការបុគ្គលិកសាស្ត្រាចារ្យក្រុមការងារនិងសាមណនិស្សិតនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាក្នុងការធ្វើបទបង្ហាញរបស់វាគ្មិនកិត្តិយសឯកឧត្តមប៉ែនវិបុលបានលើកឡើងអំពីសារៈសំខាន់នៃការអភិវឌ្ឍជំនាញនិយាយជាសាធារណៈដែលជាជំនាញមូលដ្ឋានមួយសម្រាប់ភាពជោគជ័យនៅក្នុងការសិក្សាការងារនិងការដឹកនាំនៅក្នុងសង្គម
ជាមួយគ្នានេះអាដាមបានធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅអំពីបច្ចេកទេសនិងវិធីសាស្ត្រសំខាន់ៗនៅក្នុងការនិយាយជាសាធារណៈដោយបានលើកយកចំណុចសំខាន់ៗជាច្រើនដូចជាការរៀបចំគម្រោងនិងរចនាសម្ព័ន្ធរបស់សន្ទរកថាដើម្បីធ្វើឲ្យការថ្លែងការណ៍មានភាពច្បាស់លាស់ទាក់ទាញនិងមានប្រសិទ្ធភាពការធ្វើបទបង្ហាញអំពីបច្ចេកទេសហ្វឹកហាត់សម្លេងនិងការប្រើប្រាស់សម្លេងឲ្យសមស្របគឺជាការបង្កើនភាពទាក់ទាញក្នុងពេលនិយាយព្រមទាំងការប្រើប្រាស់កាយវិការការបង្ហាញអារម្មណ៍និងទំនាក់ទំនងតាមរយៈភ្នែកជាមួយអ្នកស្ដាប់ដែលជាធាតុសំខាន់នៅក្នុងការបង្កើនភាពជឿជាក់និងការចូលរួមពីសំណាក់សាធារណជនផងដែរបន្ថែមពីនេះវាគ្មិនកិត្តិយសក៏បានចែករំលែកអំពីបទពិសោធន៍ជាក់ស្ដែងអំពីការគ្រប់គ្រងអារម្មណ៍និងការបំបត្តិភាពភ័យខ្លាចនៅពេលឡើងនិយាយជាសាធារណៈដោយបានផ្ដល់នូវគន្លឹះជាច្រើនដែលអាចអនុវត្តនៅក្នុងការកែលម្អទំនុកចិត្តលើខ្លួនឯងជាពិសេសវិធីក្នុងការរៀបចំនិងកាត់តស្លាយបង្ហាញឲ្យមានភាពសាមញ្ញច្បាស់លាស់ស្របតាមស្តង់ដារអន្តរជាតិដែលជាជំនួយគាំទ្រដល់ការធ្វើបទបង្ហាញឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមជាមួយគ្នានេះអាដាមបានលើកទឹកចិត្តដល់សាមញ្ញនិស្សិតទាំងអស់ឲ្យខិតខំរៀនសូត្របន្តអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួននិងក្លាយជាធនធានមនុស្សសម្រាប់សង្គមជាតិបទកថានេះបានផ្ដល់ឱកាសដ៏មានតម្លៃដល់សាមញ្ញនិស្សិតក្នុងការស្វែងយល់ពីគន្លឹះសំខាន់ៗនៃការនិយាយជាសាធារណៈនិងការបង្ហាញគំនិតបានយ៉ាងមានប្រសិទ្ធភាពការចែករំលែកបទពិសោធន៍ពីវាគ្មិនដែលមានបទពិសោធន៍ជាក់ស្ដែងបានជួយបង្កើតទំនុកចិត្តនិងជំនាញទំនាក់ទំនងដែលជាជំហានមួយសំខាន់ក្នុងការអភិវឌ្ឍសមត្ថភាពដឹកនាំនិងសមត្ថភាពវិជ្ជាជីវៈនៅពេលអនាគតតាមរយៈបទកថានេះពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបានបន្តបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍសមត្ថភាពសាមញ្ញនិស្សិតមិនត្រឹមតែផ្នែកចំណេះដឹងប៉ុណ្ណោះទេគឺរួមទាំងជំនាញទំនាក់ទំនងការនិយាយជាសាធារណៈនិងការបង្ហាញគំនិតប្រកបដោយវិជ្ជាជីវៈដែលជាមូលដ្ឋានសម្រាប់ការចូលរួមអភិវឌ្ឍសង្គមនិងប្រទេសជាតិឲ្យកាន់តែរីកចម្រើននាពេលអនាគតសម្ដេចព្រះមហាសង្ឃរាជប៊ូគ្រីយាងត្រួតពិនិត្យដំណើរការប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូប៊ូគ្រីព្រះករុណាព្រះមហាក្សត្រសីហមុនីសម្ដេចព្រះអភិសិរិយសកុន្ធាមហាសង្ឃរាជាធិបតីកតេឧទេសបណ្ឌិតប៊ូគ្រីសម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះសាកលវិជ្ជាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបានយាងត្រួតពិនិត្យដំណើរការងារនៅប៉ុស្តិ៍សុខភាពសម្ដេចព្រះរាជគ្រូប៊ូគ្រីព្រះករុណាព្រះមហាក្សត្រសីហមុនីដើម្បីពិនិត្យមើលស្ថានភាពសេវាសុខាភិបាលនិងការបម្រើសេវាជូនដល់សាមញ្ញនិស្សិតបុគ្គលិកនិងប្រជាពលរដ្ឋទូទៅក្នុងឱកាសយាងត្រួតពិនិត្យនេះសម្ដេចព្រះមហាសង្ឃរាជបានយាងតតកន្លែងផ្ដល់សេវាសុខាភិបាលនានានៅក្នុងប៉ុស្តិ៍សុខភាពមានដូចជាកន្លែងពិនិត្យសុខភាពកន្លែងផ្ដល់ថ្នាំនិងកន្លែងផ្ដល់ប្រឹក្សាផ្នែកសុខាភិបាលសម្ដេចជាអង្គម្ចាស់ទ្រង់បានទទួលការថ្វាយនៅរបាយការណ៍ពីសំណាក់បុគ្គលិកសុខាភិបាលអំពីដំណើរការផ្ដល់សេវាការគ្រប់គ្រងឧបករណ៍វិទ្យាសាស្ត្រនិងការឆ្លើយតបទៅនឹងតម្រូវការសុខភាពរបស់សាមញ្ញនិស្សិតនិងនិស្សិតឆ្លៀតក្នុងឱកាសនេះសម្ដេចជាអង្គម្ចាស់ទ្រង់បានមានព្រះរាជបន្ទូលលើកទឹកចិត្តដល់បុគ្គលិកដែលកំពុងបំពេញការងារនៅប៉ុស្តិ៍សុខភាពឲ្យបន្តអនុវត្តការងារប្រកបដោយភាពទំនួលខុសត្រូវនិងផ្ដល់សេវាសុខាភិបាលប្រកបដោយគុណភាពនិងការយកចិត្តទុកដាក់ទ្រង់បានគូបញ្ជាក់ថាការថែរក្សាសុខភាពរបស់សាមញ្ញនិស្សិតគឺជាកត្តាដ៏សំខាន់សម្រាប់ការសិក្សានិងការអភិវឌ្ឍបញ្ញាដោយសុខភាពល្អអាចជួយឲ្យការសិក្សានិងការស្រាវជ្រាវប្រព្រឹត្តទៅបានយ៉ាងមានប្រសិទ្ធភាពសូមជម្រាបជូនផងដែរថាប៉ុស្តិ៍សុខភាពសម្រាប់រាជគ្រូប៊ូគ្រីព្រះករុណាព្រះមហាក្សត្រសីហមុនីត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្ដល់នូវសេវាត្រួតពិនិត្យព្យាបាលនិងថែទាំសុខភាពជូនដល់សាមញ្ញនិស្សិតនិងបុគ្គលិកនៅក្នុងពុទ្ធិកសាកលវិទ្យាល័យដោយមានឧបករណ៍សុខាភិបាលមូលដ្ឋានបុគ្គលិកជំនាញសម្រាប់ផ្ដល់នូវសេវាពិនិត្យព្យាបាលការផ្ដល់ថ្នាំនិងការផ្ដល់ប្រឹក្សាផ្នែកសុខភាពលើពីនេះប៉ុស្តិ៍សុខភាពក៏មានតួនាទីក្នុងការផ្សព្វផ្សាយចំណេះដឹងអំពីការថែរក្សាសុខភាពនិងអនាម័យផងដែរការយាងត្រួតពិនិត្យដំណើរការនេះបានបង្ហាញពីការយកប្រតិទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះមហាសង្ឃរាជព្រះសាកលវិជ្ជាធិការចំពោះសុខុមាលភាពរបស់សាមញ្ញនិស្សិតនិងបុគ្គលិកទាំងអស់និស្សិតកម្មវិធីអាហារូបករណ៍អន្តរជាតិនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសិក្សាមុខវិជ្ជាវិធីសាស្ត្រស្រាវជ្រាវដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រនិស្សិតដែលកំពុងសិក្សាក្នុងកម្មវិធីអាហារូបករណ៍អន្តរជាតិនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបានសិក្សាទៅលើមុខវិជ្ជាវិធីសាស្ត្រស្រាវជ្រាវដែលជាមុខវិជ្ជាសំខាន់មួយក្នុងការបណ្ដុះបណ្ដាលសមត្ថភាពស្រាវជ្រាវនិងការវិភាគតាមបែបវិទ្យាសាស្ត្រមុខវិជ្ជានេះមានគោលបំណងផ្ដល់ចំណេះដឹងទ្រឹស្ដីនិងជំនាញអនុវត្តដើម្បីឲ្យនិស្សិតអាចយល់ដឹងអំពីដំណើរការស្រាវជ្រាវនិងអាចអនុវត្តក្នុងការសិក្សានិងការស្រាវជ្រាវវិទ្យាសាស្ត្របានយ៉ាងមានប្រសិទ្ធភាពក្នុងដំណើរការនៃការសិក្សានិស្សិតបានស្វែងយល់អំពីគោលការណ៍សំខាន់ៗនៃការស្រាវជ្រាវវិទ្យាសាស្ត្រចាប់ពីការកំណត់បញ្ហាស្រាវជ្រាវការបង្កើតសំណួរស្រាវជ្រាវកំណត់គោលបំណងស្រាវជ្រាវបង្កើតសមត្ថកម្មការពិនិត្យឯកសារពាក់ព័ន្ធនិងការរៀបចំគំនិតសម្រាប់ការស្រាវជ្រាវលើសពីនេះនិស្សិតក៏បានសិក្សាពីវិធីសាស្ត្រប្រមូលទិន្នន័យដូចជាការសម្ភាសន៍ការស្ទង់មតិការសង្កេតការវិភាគទិន្នន័យតាមរយៈវិធីសាស្ត្រដែលមានគុណភាពផងដែរក្រៅពីការសិក្សាទ្រឹស្ដីនិស្សិតក៏បានចូលរួមសកម្មភាពអនុវត្តជាក់ស្ដែងដូចជាការពិភាក្សាក្រុមការវិភាគករណីសិក្សានិងការរៀបចំស្នើគម្រោងស្រាវជ្រាវផងដែរ
សកម្មភាពទាំងនេះបានជួយឲ្យនិស្សិតអាចអនុវត្តចំណេះដឹងដែលបានរៀននិងអភិវឌ្ឍជំនាញស្រាវជ្រាវការគិតវិភាគការដោះស្រាយបញ្ហានិងសមត្ថភាពបង្ហាញគំនិតតាមបែបវិទ្យាសាស្ត្រកម្មវិធីអាហារូបករណ៍អន្តរជាតិគឺជាកម្មវិធីអប់រំមួយដែលមានគោលបំណងលើកកម្ពស់គុណភាពអប់រំនិងពង្រឹងសមត្ថភាពនិស្សិតឲ្យឆ្លើយតបទៅនឹងតម្រូវការអប់រំនៅសតវត្សទី21ការបញ្ចូលមុខវិជ្ជាវិធីសាស្ត្រស្រាវជ្រាវក្នុងកម្មវិធីសិក្សាគឺជាជំហានសំខាន់មួយក្នុងការបង្កើនសមត្ថភាពស្រាវជ្រាវរបស់និស្សិតនិងជួយឲ្យនិស្សិតចេះប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រពិតដើម្បីវិភាគនិងដោះស្រាយបញ្ហានានាក្នុងសង្គមគួរបញ្ជាក់ផងដែរថាការសិក្សាមុខវិជ្ជាវិធីសាស្ត្រស្រាវជ្រាវនេះគឺជាមូលដ្ឋានសំខាន់សម្រាប់និស្សិតក្នុងការរៀបចំសរសេរសារណានិងការសរសេរគម្រោងស្រាវជ្រាវនានាក្នុងដំណាក់កាលបញ្ចប់ការសិក្សាជាមួយគ្នានេះដែរក៏ជួយឲ្យនិស្សិតមានសមត្ថភាពស្វែងរកចំណេះដឹងថ្មីៗនិងអភិវឌ្ឍការសិក្សាបន្តនាពេលអនាគតផងដែរទស្សនិកជនជាទីគោរពខណៈនេះព័ត៌មានប្រចាំសប្តាហ៍នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាបានឈានដល់ទីបញ្ចប់យើងខ្ញុំទាំងពីរនាក់ក៏សូមធ្វើការអធិស្ឋានចំពោះរាល់កំហុសខុសឆ្គងដែលកើតមានឡើងដោយអចេតនាខណៈនេះនាងខ្ញុំជាសានរ៉ូសាខ្ញុំបាទសុគន្ធដាវិនរួមទាំងក្រុមការងារសូមអរគុណសូមគោរពលា